គិតថាសន្យាអ្វីដែលលឺហើយគួរឲ្យខ្លាចបំផុតអញមកដល់ហើយអញចិត្តមកដល់ហើយ5នាទីទៀតតែយើងចាំវាឡើងកន្លះម៉ោងបងវាអត់តាន់ងូតទឹកខំតែអញថា2នាទីទៀតវាថាវាមកដល់ហើយអូគួរឲ្យខ្លាចហ្មងអីសន្យាហ្នឹងគឺកើតឡើងជារឿយប្រចាំថ្ងៃហ្មងអូខេខ្ចីដល់វាសិនស្អែកចំសងអូខេប៉ុន្តែជាក់ស្ដែងលុយហ្នឹងបានអត់ស្អែកអត់ទេមើលមួយឆ្នាំហើយបងអត់បបានទេណាគេឥឡូវលើកមកណាគេមិត្តភ័ក្តិឬមួយជាណាគេមិត្តភ័ក្តិនោះពួកវានោះបងថ្ងៃហ្នឹងទៅរៀនចាហើយមកទៀតតែយើងខំចាំគេអត់ទៅទេហើយវាយឺតម៉ោងយើងទៀតអញ្ចឹងដំបូងចង់ឲ្យរៀបរាប់ឈ្មោះមុខរបរនិងចំណង់ចំណូលចិត្តខ្ញុំបាទឈ្មោះរាជពុកបរថ្ងៃនៅរៀននិស្សិតឆ្នាំទី1ចំណង់ចំណូលចិត្តពេលតនេចូលចិត្តដើរលេងពីយើងតនេពីការសិក្សាអញ្ចឹងយើងចង់ដើរលេងដើម្បីរំខានខួរក្បាល relax ចឹងណាខ្ញុំឈ្មោះពហួរហើយរហងៃខ្ញុំជានិស្សិតឆ្នាំទី5ចូលចិត្តអត់ដឹងចូលចិត្តអីបងចូលចិត្តច្រើនពេកគិតថាខ្លួនឯងចូលចិត្តធ្វើគេជារងថ្ងៃណាដើរលេងខ្ញុំឈ្មោះសេពីមុខរបរខ្ញុំជាសិស្សហេយ៉ារៀនឆ្នាំទី2ពេលតនេចូលចិត្តធ្វើអីគេដែរពេលតនេខ្ញុំចូលចិត្តដើរលេងឥឡូវចូលសំណួរទី1សួរទៅរាជផ្ទាល់តែម្ដងតែគិតថាបាត់អ្វីដែលពិបាករកជាងគេបាត់គោបងចិត្តប្រឡងអស់កូតឃើញអូខេបាត់ទំនុកចិត្តបងໄວទំនុកចិត្តយើងទៅធ្លាប់បាត់តហើយយើងអត់សូវមានទំនុកចិត្តបាត់សោបន្ទប់ហ្នឹងខ្ញុំដូចគ្នាអាពេលហ្នឹងសុំ reaction ភ្លាមមិនដែរអាពេលបាត់ភ្លាមហ្នឹងពេលហ្នឹងពិបាកបើសិនជាយើងបាត់ទូរស័ព្ទយើងអាចខលរកបានចាប៉ុន្តែសោហ្នឹងយើងឃើញតែមេសោកូនសោវាអត់ឃើញអញ្ចឹងពិបាកអត់ដឹងថាគួរធ្វើបែបម៉េចគិតថាសន្យាអ្វីដែលលឺហើយគួរឲ្យខ្លាចបំផុតខ្ចីដល់វាសិនស្អែកចំសងអូខេប៉ុន្តែជាក់ស្ដែងលុយហ្នឹងបានអត់ស្អែកអត់ទេមើលមួយឆ្នាំហើយបងអត់បានទេណាគេឥឡូវលើកមកណាគេមិត្តភ័ក្តិឬមួយជាណាគេមិត្តភ័ក្តិនោះពួកវានោះបងអញមកដល់ហើយអញចិត្តមកដល់ហើយ5នាទីទៀតតែយើងចាំវាឡើងកន្លះម៉ោងបងវាអត់តាន់ងូតទឹកខំតែអញថា2នាទីទៀតវាថាវាមកដល់ហើយអូគួរឲ្យខ្លាចហ្មងអីសន្យាហ្នឹងគឺកើតឡើងជារឿយប្រចាំថ្ងៃហ្មងអូខេអ្នកគ្នាថ្ងៃហ្នឹងទៅរៀនចាហើយមកទៀតតែយើងខំចាំគេអត់ទៅទេហើយវាយឺតម៉ោងយើងទៀតអញ្ចឹងណាធ្លាប់ជួបពិតជួបនៅក្នុងឆាកជីវិតខ្លួនឯងហ្មងយ៉ាជួបពិតអញ្ចឹងយើងខាតរៀនដែរតើអ្វីទៅដែលគួរឲ្យខ្លាចជាងខ្មោចទៀតមនុស្សសាវ៉ាបងមនុស្សហ្នឹងគាត់លក្ខថាកាត់សាវ៉ាតែគាត់តាំងខ្លួនជាគាត់ហ្នឹងអ្នកស្មោះអីចឹងណាមនុស្សហេតុអីបាក់និយាយដែរខ្មោចពេលដែលយើងដេញទៅវាទៅបាត់ហើយបងដល់ពេលមនុស្សវិញអត់ទេបងវានៅបន្លាចយើងរហូតប្រុសសាវ៉ារៀបរាប់ខ្លួនឯងផ្ទាល់តែម្ដងរយៈពេល2ខែដំបូងនេះដើមឆ្នាំ2025ហ្នឹងមិនដែរនិយាយអស់មករ៉ាបរ៉ាអត់ប្រយោជន៍ខ្លាំងបងអីមិនក៏ទៅអញ្ចឹងបាក់និយាយដែរបងដឹងទេថាមើលទេលុយក៏ដាច់ការងារក៏មិនបានធ្វើដែរបងនិយាយថារវល់លឹកតែតនេអត់មានតនេសោះប្រពេលតនេស្បីតែ1ម៉ោងអត់មានហ្មងនិយាយមែនចេញពីរៀនធ្វើការចេញពីការងាររៀនគូពេលល្ងាចទៀតមែនទៅក្លឹបណាអត់ទេរៀនក៏ពេលល្ងាចព្រឹកឡើងទៅរៀនវិញចាគឺជីវិតរករាក់ខ្លាំងជួបបញ្ហាជួបរឿងដែលមិនធ្លាប់ជួបពីមុនបាត់បង់ទំនុកចិត្តអត់អូខេយល់ធ្លាក់ដល់ក្រោមសូន្យមកតានិយាយថាម៉េចហ្នឹងហើយអត់មានអីពូនទេបងឆ្នាំថ្មីតែហ្នឹងដើម2ខែដំបូងទៅមុខទៀតទៅវាអត់ដឹងថាជីវិតយើងនឹងប្រសើរឡើងវិញឯងមិនទេយល់សពអ្វីតែគិតថាមានក្តីសោកបំផុតដូចខ្ញុំចង់ញ៉ាំអីមួយដើម្បីយើងដូចយកសពតែយើងតើបានញ៉ាំតែយើងដូចយកសពថាយើងបានញ៉ាំអាហ្នឹងដែរ
ឥឡូវសព ចិត្តដែរបង សំ reaction ភ្លាមៗអាពេលហ្នឹងអាពេលងើបឡើងមកជុំណៃយកសព តម្លាក់ទឹកមុខយកបងព្រោះងើបមកតម្លាក់ទឹកមុខហើយ អាពេលខឹងហើយខឹងខ្លួនឯង ហ្នឹងហើយព្រោះយើងអត់បានញ៉ាំទេ យកសុំឃើញគេទិញអីឲ្យយើងអញ្ចឹងណាបង ចូលដឹងចាប់ពិតអាពេលហ្នឹងយើងដឹងថាយកសពចុះអាពេលដឹងឃើញមកវិញ ពេលហ្នឹងសុបាយចិត្តស្មានតែរឿងប៉ិត តែចង់ក្រោយវាធ្វើឲ្យយើងខកចិត្តទីខ្លាំងត្រូវអត់ បានទៅដើរលេងទៅអីមួយមិត្តភក្តិអញ្ចឹងណាដល់ឲ្យសុបាយពេកទៅញ៉ាំឡើងគឺសោកពេលហ្នឹងចង់ឲ្យពេលវេលាក្រោយវិញស្មានតែវាជាការប៉ិតអញ្ចឹង សួរពីអារម្មណ៍ហ្មងផ្ទាល់ហ្មងអូខេតើអ្វីទៅដែលគិតថាផ្អែមជាងស្ករទៅទៀត ស្នេហា អូយហ្នឹងខ្ញុំអត់ដឹងហើយ បាត់ដឹងហើយបង ធ្លាប់ឥឡូវសួរផ្ទាល់មានធ្លាប់មានបបពិសោធន៍ពីមុនមក អត់ អត់សោះចឹងមិនទៅ ពាក្យសំដី គិតថាពីសំដីហ៎ សំដីប្រុសស្វឹង នេះមិនក៏ប្រើផាសវឹងវិញអានោះផ្អែមហ្មងស្ដាប់ទៅ ស្ដាប់ទៅផ្អែមហ្មង ជឿសិនចាស់ ខ្ញុំហ្នឹងហើយបងហើយជាងស្ករ អេ like I like your confidence bro ចង់ឲ្យរៀបរាប់អូខេសំណួរបន្ទាប់ចង់ឲ្យរៀបរាប់មនុស្សប្រុសសាវ៉ាហើយបាន5នាក់ឈ្មោះគេខ្លះមកនិយាយមកនឹកឃើញនិយាយឈ្មោះគេខ្លះ ឈ្មោះតេនភ័ក្រត្រាប៉ងអារុន អូ5នាក់ដែរនៅក្នុងដែលមានឈ្មោះមើលណាកុំស្អីគុំមុខគាត់ហ្មងឃើញមុខវាយហ្មងហ្នឹង អាស៊ីនអារ៉ាអាចារ្យឆាយហៃគីបង ធីរិត ណែហ្នឹង វិរៈ វីរៈអូ ផារ៉ូត ផារ៉ូត ឈ្មោះចំណានមួយទៀតឈ្មោះសាន សានកុំភ្លេចមើលវីដេអូហ្នឹងហើយបើលើឈ្មោះខ្លួនឯងនៅក្នុងហ្នឹងណាកុំនេះមុខបើឃើញក្រៅអីចង់វាយចង់អីក៏បានដែរនិយាយហ៎ ហើយឆ្លងកាត់ឲ្យមនុស្សប្រសាវ៉ានៅក្នុងហ្នឹងក៏មានឈ្មោះមនុស្សប្រសាវ៉ាដែរព្រោះឲ្យកាត់កាមេរ៉ាមិនកាត់ដឹងច្បាស់មក អូ បើមនុស្សប្រុសហ្នឹងខ្លាប់បោកគាត់ ចាំបានអ្វីខ្លះកាលពីរៀននៅថ្នាក់ទី1 ដល់បីគេយំហើយម៉ែគេមកពុំមានដល់ផ្ទះហា អូសាហាវ រឿងប៉ិត អូយណែសុំខ្លាចមែន ដល់ សុំ រឿង ខ្លាច ល្អឥឡូវហ្នឹងម្នាក់មួយខ្ញុំបីគ្នាហ្នឹងមិនកាក់គ្នារាល់ថ្ងៃធម្មតារាប់អានគ្នា អូចឹងហ៎ ធ្លាប់កិច្ចម៉ោងកិច្ចម៉ោងរៀនយើងរៀនតែយើងប្រាប់គ្រូថាយើងទៅបន្ទប់សិល្បៈអីណាធ្វើកិច្ចការសាលាអញ្ចឹងដល់ហើយយើងអត់ចូលរៀនទេតែយើងកិច្ចដល់ម៉ោងចេញទៅផ្ទះបើយើងចេញមក អូខូចដែរតាំងពីតូច គ្រូវ័យឲ្យឡើងអានលើក្តារខៀនហ្នឹងអក្សរហ្នឹងបិច្រាស់ទាំងអស់កខកកខងហ្នឹងបិច្រាស់ទាំងអស់ហើយយើងអត់ចេះហើយគ្រូវ័យ ហ្នឹងអូខេចូលសំណួរចុងក្រោយពីលេខ1ដល់លេខ10គិតថាខ្លួនឯងកាចនៅចំណុចលេខប្រហែលដែរ តែបង slow ដែរ3លើ10 ថ្ងៃណាគេគាត់ថាខ្ញុំ slow ទៅភាពទីផ្សារដែរ ឥឡូវ ចាំ សំ ហេ ហេ តុ តុ ធ្វើមួយថ្ងៃវិញមួយថ្ងៃគិតថាខ្ញុំនៅចំណុចលេខប្រហែលពីលេខ1ដល់លេខ10 អូខេបើតាមស្គាល់និយាយពីមុនមកខ្ញុំគិតថាកាចលេខ9នេះព្រោះអីការដំបងអត់ហ៊ានទេយ៉ាងមែនមុខហ្នឹងកាចយកមកអត់ការទេចាក់អត់បានទេប៉ះអាលៀកមកទីភ្លើងអញ្ចឹងណា ខ្ញុំថាឲ្យមួយថ្ងៃ ខ្លាចយ៉ាងមែនតែឥឡូវអត់អីទេ លេខ7 អូកាចដែរណាគ្នាយេលេខ7អានេះខ្វះ3ទៀត10លើ10ហេតុអីបានគិតថាកន្លែងកាចរហូតដល់លេខ7កាចខ្លាំងណាស់លេខ7 ចាំខ្ញុំអត់ដឹងថាវាកាយដល់កម្រិតហ្នឹងទេតែគាត់ថាយើងព្យាយាមធ្វើអ្វីដែលត្រឹមត្រូវអញ្ចឹងយើងគិតថាកាយណោះបង អូខេ លេខ7 កាចលេខ7អូខេបាយ